អតីតប្រធានាធិបតីកូរ៉េខាងត្បូងត្រូវតុលាការសម្រេចកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នេះសាលាដំបងក្រុងសេអ៊ូលបានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រដោយផ្តន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនសុកយុលដាក់ពន្ធនាគារអស់មួយជីវិតពីបទដឹកនាំការបះបោរនិងរំលោភរដ្ឋធម្មនុញ្ញតាមរយៈការប្រកាសច្បាប់អាជ្ញាសិទ្ធិកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2024ក្នុងសំណុំរឿងជាមួយគ្នាអតីតរដ្ឋមន្ត្រីការពារជាតិលោកគីមយុងហ៊ីយុនត្រូវជាប់ពន្ធនាគារ30ឆ្នាំគណៈមន្ត្រីជាន់ខ្ពស់ផ្នែកចារកម្មនៅនគរបាលជាតិផ្សេងទៀតត្រូវជាប់ទោសចន្លោះពី3ឆ្នាំដល់18ឆ្នាំតុលាការបានសន្និដ្ឋានថាសកម្មភាពបញ្ជូនកងទ័ពទៅកាន់សភាគឺជាការវាយប្រហារលើគ្រឹះប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរសាលក្រមនេះបានបិទបញ្ចប់ទំព័រដ៏ច្របូកច្របល់បំផុតនៃវិបត្តិរដ្ឋធម្មនុញ្ញដែលកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយតុលាការបានបញ្ជាក់ថាជនជាប់ចោទទាំងអស់មានរយៈពេល1សប្តាហ៍ដើម្បីធ្វើការប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ